ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងយក cookie មកដាក់នៅលើកម្មវិធី Snapkey អញ្ចឹង cookie គឺយើងទុកនៅកន្លែងនេះយើងអាចដាក់នៅលើកន្លែងនេះគ្រប់ platform ទាំងអស់អញ្ចឹងឧទាហរណ៍ថា Instagram គឺយើងមានកន្លែងដាក់ cookie ការដាក់ cookie នេះគឺវាជំនួយនៅពេលឧទាហរណ៍ថាបងប្អូនធ្វើការ download អត់បានឬក៏ scrape profile scrape អីអត់បានណានៅលើ platform មួយហ្នឹងជាពិសេស Facebook ហើយនិង Instagram ចំពោះ TikTok YouTube Pinterest ដូចយើងហ្នឹងគឺយើងមិនសូវជាត្រូវការ cookie ទេអញ្ចឹងខ្ញុំឧទាហរណ៍មួយនៅពេលដែលបងប្អូនត្រូវការ cookie យកមកដាក់ Instagram យើងធ្វើម៉េចអញ្ចឹងទី1នៅក្នុង Chrome របស់បងប្អូនដែលយើងមាន lock account ណាឧទាហរណ៍ account Instagram ដែលយើង lock នៅហ្នឹងឬក៏ Facebook យើង lock នៅហ្នឹងគឺបងប្អូន search ពាក្យថា Chrome extension ហើយបងប្អូនឃើញនេះវាចេញមក Chrome extension អានេះខ្ញុំនិយាយពីនៅលើ Google Chrome បន្ទាប់មកបងប្អូន search បងប្អូនដាក់search វាមក get cookie ចឹងមកហើយបងប្អូននឹងឃើញកន្លែងរូបផ្ទះតូចមួយឈ្មោះរបស់វាគឺ get cookie TT locally អញ្ចឹងយើងប្រើ extension មួយនេះដើម្បីតម្លើងនៅលើ Chrome របស់យើងហើយដើម្បីយើងយក cookie យកមកដាក់នៅក្នុង tool របស់យើងអញ្ចឹងយើងធ្វើការចុច add មកហើយបន្ទាប់មកយើងចុច add ចឹងមកហើយទុកពេលឲ្យវា download ទៅហើយខ្ញុំនឹងដាក់ link នេះដើម្បីឲ្យបងប្អូនចុចទៅគឺឃើញត្រង់នេះហ្មងមិនបាច់ search រកទេណាអញ្ចឹងនៅពេលដែលយើងចេញអញ្ចេះវាដាក់ថាគឺវា download ហើយនឹង install cookie រួចហើយនៅលើ cookie គឺយើងចុចអាសញ្ញានេះបងប្អូនសញ្ញាមួយនេះដាក់ extension ណាមុនដំបូងយើងត្រូវបញ្ជាក់សិនយើងដាក់ចូល Instagram មួយសិនមកថា account យើងមាន lock ចូលអត់ចឹងខ្ញុំមាន notification មកថា account ខ្ញុំគឺបាន lock ចូលទៅក្នុង Chrome មួយនឹងហើយអញ្ចឹងយើង lock ចូលទៅក្នុងហ្នឹងគឺយើងអាចយក cookie វាបានណាអញ្ចឹងយើងចង់ cookie មក Instagram គឺយើងមាន account Instagram lock ចូលទៅក្នុង browser មួយនឹងរួចជាស្រេចហើយយើងចុចពាក្យយក extension មកវិញហើយយើងរកពាក្យកន្លែង get cookie TT locally អញ្ចឹងបងប្អូនចុចបើកវាមកចេញផ្ទាំងមកនេះមកដល់កន្លែងនេះនៅពេលចេញផ្ទាំងចេះគឺបងប្អូនយកពាក្យថា copy បងប្អូនយកនេះចុច copy ពឹបមកវាចេញថា copy នេះអញ្ចឹងបានថាវាជាប់មួយម៉ៅរបស់យើងទៅហើយមកដល់កន្លែងនេះគឺបងប្អូនគ្រាន់តែចុច pass មកបានហើយចុច pass មកវានឹងធ្វើការ verify ថា cookie ហ្នឹងប្រើបានអត់បើសិនជាចេញពណ៌បៃតងថា cookie យើងគឺរស់ហើយ account របស់យើងគឺបានបញ្ចូលទៅក្នុង tool ហើយ tool អាចយក cookie ហ្នឹងទៅធ្វើការ scrape ក៏ដូចជា download បានអញ្ចឹងណាអញ្ចឹងបងប្អូនអាច verify នៅត្រង់នឹងបានណាឬក៏បងប្អូនបើកមកឃើញ cookie បងប្អូនអត់ដឹងថា cookie ហ្នឹងតើនៅរស់ប្រើបានអត់ទេបងប្អូនចុចកន្លែងពាក្យcheck cookie នេះបើសិនជាវាចេញមកពណ៌បៃតងបានថា cookie យើងរស់យើងអាចប្រើបានហើយមួយទៀតនៅពេលដែលបងប្អូនចុច scrape ឬក៏ download វានឹង alert ប្រាប់យើងហើយបើសិនជាប៉ះ Instagram វានឹងប្រាប់ថាតើ cookie ដែលយើងបានដាក់ឲ្យវាហ្នឹងគឺនៅរស់ប្រើបានអត់ទេអញ្ចឹង tool វា verify ឲ្យយើងណាអញ្ចឹងទៅលើ Facebook ហើយនិង Instagram បើសិនជាបងប្អូន scrape អត់បានឬក៏ download អត់បានគឺបងប្អូនដាក់ cookie ចូលទៅហើយបើបានទេក៏ប្រើទាំងអត់ cookie ហ្នឹងទៅគឺអត់មានបញ្ហាអីទេណាអញ្ចឹងយើងដាក់ឲ្យត្រូវបងប្អូន cookie Instagram គឺយើងដាក់នៅក្នុងប្រឡោះរបស់ Instagram cookie របស់ Facebook បើយើងយកមកផាសនៅនេះគឺវាអត់ត្រូវទេនេះព្រោះយើងយក cookie មកInstagram មកផាសក្នុង Facebook គឺវាអត់ទទួលទេបាទយើងយក cookie ខុសហើយណាប៉ុណ្្នឹងឯងបងប្អូនតាក់ទងជាមួយនឹង cookie ហើយមួយទៀតខ្ញុំបញ្ជាក់តិចcookie ខ្លះឧទាហរណ៍ថា Instagram អញ្ចឹងបើក្នុងករណីខ្ញុំចុច lock out គឺ cookie នឹងត្រូវដាច់ឧទាហរណ៍ខ្ញុំចុច lock out ចុច lock out ទៅបាត់ហើយឃើញទេ account ខ្ញុំ lock out ហើយអញ្ចឹងដល់ពេលយើងមកឆែក cookie របស់យើងវិញឲ្យវាឆែកមកបន្តិចគឺ cookie ហ្នឹង expire បានថា cookie ហ្នឹងចេញមកគឺ cookie ហ្នឹងដាច់បាត់ហើយ cookie ហ្នឹងគឺប្រើលែងកើតហើយតោះតែយើងចូលទៅ lock account របស់យើងវិញហើយយក cookie ឡើងវិញយកមកដាក់មកបាន cookie ហ្នឹងដំណើរការបានថានៅពេលដែលយើងចុច lock out ហ្នឹងគឺ account នេះ cookie ហ្នឹងគឺប្រើលែងបានហើយអញ្ចឹងពេលខ្លះក៏មានបញ្ហាហ្នឹងដែរបងប្អូនដាក់ download ទេស្រាប់តែចុច lock out account Instagram ឬក៏ Facebook អីទៅ cookie ដាច់បាត់ប្រើលែងកើត to download លែងចេញអញ្ចឹងណាបងប្អូនប៉ុណ្្នឹងឯងបងប្អូនតាក់ទងជាមួយនឹងការយក cookie ហើយចំពោះ account ដែលបងប្អូនយក cookie មកដាក់ tool ហ្នឹងគឺបងប្អូនប្រើ account ដែលជា account យើងចំ account យើងអីផ្សេងណាកុំប្រើ account ដែលយើងប្រើរាល់ថ្ងៃព្រោះពេលដែលយក cookie មកដាក់ចុះឡើងជាមួយ tool អញ្ចឹងវាអាច load ចុះ load ឡើងអញ្ចឹងណា
អញ្ចឹងទៅវាញ៉ៃ account ផ្ទាល់ខ្លួនរបស់យើងឬក៏ account សំខាន់របស់យើងប៉ុណ្្នឹងឯងបងប្អូនតាក់ទងជាមួយនឹងការយក cookie មកដាក់នៅលើ tool គឺបងប្អូនធ្វើអញ្ចឹងដូចគ្នានៅលើគ្រប់ platform ហ្នឹង Facebook ក៏ធ្វើអញ្ចឹង Instagram ក៏ធ្វើអញ្ចឹង TikTok ក៏ធ្វើអញ្ចឹងបើក្នុងករណីវាត្រូវយក cookie មកដាក់ណាអរគុណបងប្អូន